ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះដែរខ្ញុំមកធ្វើមីឆាបែបងាយគឺមីឆាសាច់គោបងប្អូនបងឡើងយើងស្រុះមីឲ្យរាងរីកបន្តិចទៅបងប្អូនយើងស្រុះឲ្យបានប្រហែលជាពី3នាទីហ្នឹងឲ្យរាងរីកហើយបានយើងយកទៅឆាបងប្អូនហ្នឹងហើយយើងត្រឡប់វាឲ្យបែកសាច់មីទៅហើយចាំយើងត្រង់ដាក់ម្លែកហើយចាំយើងដាក់ខ្លាញ់ដាក់អីធ្វើងាយទេបងប្អូននេះយើងដាក់ខ្លាញ់រាងច្រើនបន្តិចព្រោះយើងត្រូវការរងាស់ខ្ទះឲ្យរាងក្តៅបន្តិចដើម្បីកុំឲ្យឆាទៅវាជាប់មីបងប្អូនជាប់មីនឹងខ្ទះយើងត្រូវការកម្ដៅខ្ទះឲ្យបានក្តៅបន្តិចឥឡូវយើងមកដាក់ពងមាន់នេះមានចំនួន2គ្រាប់បងប្អូនហើយយើងកូរពងមាន់ហ្នឹងឲ្យរាងឆ្អិនរាងងួតបន្តិចរួចហើយយើងចាក់មីដែលយើងស្រុះមិញហ្នឹងចាក់ចូលហើយយើងឆាវាត្រឡប់វាសក់ជាតិខ្លាញ់និងសាច់មីឲ្យវាចូលគ្នាឲ្យកុំឲ្យវាស្អិតបងប្អូនវាឲ្យយើងថែមខ្លាញ់បន្តិចដើម្បីកុំឲ្យវាជាប់ពងមាន់បងប្អូនឆាងាយទេបងប្អូនមីឆាគោនេះតែមីឆានេះគឺឆាបែបចិនបងប្អូនគេហៅថាមីឆាចិនឥឡូវហ្នឹងយើងដាក់គ្រឿងបងប្អូនដាក់គ្រឿងយើងដាក់ធម្មតាបងប្អូនតែមីឆាចិនគេត្រូវប្រើទឹកស៊ីអ៊ីវខ្មៅបន្តិចដើម្បីឲ្យអ៊ីហ្នឹងវាឡើងពណ៌រាងខ្មៅតមកយើងជ្រុំវាឆាវាត្រឡប់វាឲ្យវាសប់ទឹកស៊ីអ៊ីវខ្មៅហ្នឹងកុំឲ្យវានៅដុំយើងឆាវាកូរវាធ្វើម៉េចកុំឲ្យវាទឹកស៊ីអ៊ីវខ្មៅហ្នឹងនៅម្ដុំងាយទេបងប្អូនអត់ពិបាកទេបងប្អូនមើលអាចធ្វើតាមបានឥឡូវនេះយើងរួចរាល់ហើយយើងដាក់ស្លឹកខ្ទឹមរួចហើយយើងយកមកដួសដាក់ចានរួចរាល់ហើយបងប្អូនគឺងាយទេបងប្អូន